ต่อบางคนไทยได้บัตรคือไอเตลเอเก้ายืบัตรคือโชว์สต็อกไม่ใช่ของสารโมเดลนี้ไอเตลเอเก้าบัตรคือเชียตู้ซับมุดไม่บอกคำฮอนไอเตลบัตรปัตตาเวียมีนกากำโตรจรามันเต็นเครื่องทาวิจัยมุดเยอะปัตตายืงลวกคือมีสตู้ได้มันเต็นของโอลาบัตรคือที่มุ้ยคือเวียมีลูกเรียนสะอาดมันมีตำไรซ่อมรมของได้บัตรตัวไอเตลเอเก้าได้บัตรคือมีตำไรตำแต่$69និង$79តែប៉ុណ្ណោះជាមួយលក្ខណៈពិសេសរបស់ไอតែបាត់គឺ A9 ដែលមានតម្លៃបាត់គឺ$69គឺវាមានរ៉េមបាត់គឺ 3G និងមានរ៉េមចំនួន 3G និងមានអង្គទុកត្រឹមតែ 64G តែប៉ុណ្ណោះចំពោះไอតែដែលមានតម្លៃ$79គឺមានរ៉េមបាត់គឺ 4G និងមានរ៉េមចំនួន 4G និងមាន memory រហូតដល់ 128GB ផងដែរបាទចំពោះไอតែ A9 នេះគឺវាមានពូនពឿផងដែរបាទគឺមានពឿទឹកសមុទ្រពឿមាសពឿឈប់និងពឿខ្មៅមើលទៅវាស្អាតមែនទេបងប្អូនហើយលក្ខណៈពិសេសបន្តទៀតចំពោះ iTel A9 នេះដែរបាទគឺវាមានទំហំអេក្រង់ធំបាទគឺរហូតដល់ 6.6 អ៊ីងបាទនឹងមានកាមេរ៉ាកូលបាទគឺកាមេរ៉ាក្រោយនេះគឺមានទំហំធំរហូតដល់ 13 megapixel ផងដែរហើយយើងអាចថតវីដេអូបានគឺកម្រិត 18x30 frame ផងដែរហើយចំពោះកាមេរ៉ាមុខគឺវាមានទំហំត្រឹមតែ 5 megapixel តែប៉ុណ្ណោះចំពោះលក្ខណៈពិសេសបន្តទៀតបាទគឺវាមានបាទគឺ IP Shoe Air Water Resistor មានន័យថាវាអាចការពារពីការជោគទឹកបានផងដែរបាទហើយចំពោះលក្ខណៈពិសេសបន្តទៀតគឺបាទគឺវាមានរ៉េមនិង memory ដូចខ្ញុំបានបញ្ជាក់នៅមុខវីដេអូនេះគឺមានតម្លៃ79បាទគឺវាមាន memory 128G និងមានអូអានេះរ៉េមរហូតដល់6បងប្អូនបាទអានេះគឺ 12G បាទច្រឡំបងប្អូនគឺវាមានរ៉េមរហូតដល់ 6G និងមានរ៉េមចំនួន 6G គឺត្រឹមដល់ 12G បាទហើយមាន memory 128G បាទគឺចំពោះតម្លៃ79បាទគឺវាពិសេសមែនទេបងប្អូនខ្ញុំស្មានតែរ៉េម4ការពិតវាមានរ៉េមរហូតដល់ 6 និង 6គឺវារហូតដល់ 12G ផងដែរហើយចំណុចពិសេសបន្តទៀតបាទគឺវាមានទំហំអេក្រង់កាន់គឺល្បឿន refresh rate រហូតដល់ 90Hz បាទហើយនឹងមានកម្លាំងថ្មរហូតដល់ 5000 mAh និងមានកម្លាំងសាររហូតដល់ 15W ផងដែរបងប្អូនបាទនេះគឺចំពោះ iTel A9 ដែលមានតម្លៃ$79ផងដែរហើយចំពោះ iTel A9 ដែលមានតម្លៃ$69បាទតោះយើងមានអូនេះ$69នេះបាទ69$69ត្រូវបាទនេះ$69គឺវាមានរ៉េមធំមែនទេបងប្អូនបើសិនជាប្រៀបធៀបជាមួយក្រុមហ៊ុនដទៃផងដែរបាទគឺវាមានរ៉េមបាទគឺរ៉េម 4G និងមានរ៉េមចំនួនរហូតដល់ 4G គឺ 8G ហើយនឹងមាន memory រហូតដល់ 64G ផងដែរហើយនឹងមានល្បឿន refresh rate 90Hz ដូចគ្នាកម្លាំងថ្ម 5000 mAh និងមានកម្លាំងសាររហូតដល់ 15W ផងដែរបាទចំពោះបងប្អូនដែលចង់រសជាតិបាទគឺiTel A9 បាទគឺបងប្អូនអាចមករកទិញបាននៅហាងពូស្មីលក់ទូរស័ព្ទដៃប្រារូផងដែរបាទ